ស្វាគមន៍មកកាន់សួនកំសាន្ត Everland នៃប្រទេសកូរ៉េថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនានៅក្នុងសួនកំសាន្តដ៏ធំមួយនេះថាតើមានអ្វីខ្លះបន្ទាប់ពីខ្ញុំទិញសបុតហើយដើរចូលមកក្នុងនេះគឺប្លែកខ្លាំងមែនតើគឺមានអាគារស្អាតជាច្រើនដែលគេធ្វើនៅតាមផ្លូវចូលទៅខាងក្នុងហ្នឹងគឺមានអារម្មណ៍ថាដូចនៅក្នុងរឿងតុក្កតា Cinderella អញ្ចឹងបងប្អូនហើយឥឡូវនេះគឺយើងដើរមកមើលកន្លែងជិះអីលេងម្ដងបងប្អូនដូចជាកន្លែងកងវល់នេះអញ្ចឹងគឺយកទៅវិញទៅមកអញ្ចឹងទៅប៉ុន្តែនៅខាងចឹងហ្នឹងទៀតបងប្អូនបន្ទាប់មកដើរមកមុខទៀតគឺមានកន្លែងរថភ្លើងហើយរថភ្លើងនេះធ្លាប់តែឃើញគេជិះទៅមុខរួចរថភ្លើងនេះជិះទៅក្រោយវិញចម្លែកអ្នកជិះនោះឡើងកញ្ញាញ់ខូហ្នឹងម្ដងនេះគឺមានផ្ទះទៀតហើយនិយាយទៅពីមកតំណែងគឺផ្ទះគេប្លែកពីគ្នាហ្មងអត់ឲ្យជន់គ្នាទេអត់ធុញទេបងប្អូនយើងមើលទៅថ្មីរហូតប្លែកភ្នែករហូតតែហ្មងនេះគឺគេលក់អីនៅខាងក្នុងហ្នឹងមើលទៅមួយយ៉ាងដែរបន្ទាប់មកមើលកន្លែងគេជីអីទៀតបងប្អូនអូបាញ់ទឹកអីគឺស្អាតខ្លាំងមែនតើហើយរបស់នៅក្នុងនេះទាំងអស់បងប្អូនគឺយើងអាចជីបានមួយសេរីគឺគេអត់យកលុយយើងបន្ថែមទិញសបុតអីទៀតទេគឺយើងអាចជីបានតាមសបាយដើរមើលបានតាមសបាយនៅក្នុងហ្នឹងតែម្ដងចំណែកកន្លែងនេះគឺគេទុកសម្រាប់ប្រគំតន្ត្រីអីចឹងបងប្អូនហើយមានសួនផ្កាក៏ដូចជាគេធ្វើផ្ទះប្រភេទផ្ទះល្វែងមិនទេអានេះគឺមានពណ៌ចម្រុះស្អាតមែនតើបន្ទាប់ពីដើរព្រឹករហូតដល់ថ្ងៃឥឡូវនេះក៏មករកអីញ៉ាំនៅហាងវៀតណាមបងប្អូនហើយកំងកាទៀវគេនេះមកញ៉ាំមួយចានម្នាក់សិនបន្ទាប់មកក៏ដើរទៅមើលតងយោលហើយអត់តន់ជីទេបងប្អូនគឺយើងដើរមើលសិនហើយចំណែកនេះគឺទុកនេះគឺទុកវងវិញបឹងឯងថាទៅវិលមកអត់ឃើញតាណាទេនៅតែមួយកន្លែងហ្នឹងឯងហើយអ្វីដែលពិសេសនោះគឺទេសភាពពេលយប់នោះកាន់តែស្រស់ស្អាតខ្លាំងមែនទែនបងប្អូននៅពេលដែលគេបញ្ចាំងភ្លើងនៅតាមអគារដែលគេរៀបចំនឹងហើយគឺយើងមើលទៅគឺស្រស់ស្រាយប្លែកភ្នែកខ្លាំងមែនទែនហើយហ្នឹងឯងបងប្អូនទាំងគ្នាអញ្ចឹងវីដេអូហ្នឹងខ្ញុំសូមកាត់តែត្រឹមប៉ុណ្្នឹងសិនហើយខ្ញុំនឹងចេញភាពបន្តទៀតអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតមកដល់ចប់